ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកលឹះខ្លះៗក្នុងការ design ដោយសារតែ page cover របស់ខ្ញុំរយៈពេល2ឆ្នាំជាងហើយដែលខ្ញុំមិនទាន់បានដូរអញ្ចឹងខ្ញុំត្រូវការ change វាអញ្ចឹងតោះទៅមើលនៃការ design ក៏ដូចជា cover របស់ខ្ញុំតើខ្ញុំ design បែបម៉េចដើម្បីឲ្យទាក់ទាញតោះ let's go អូខេអញ្ចឹងយើង research មើលគំនិត idea ថ្មីៗអូខេខណៈយើងមាន idea ថ្មីៗធ្វើឲ្យគំនិតរបស់យើងវាលក្ខណៈថាបែកហ្នឹងន័យថាមានបែកជើងបែកអីទេគឺបែកគំនិតក្នុងការ design ដើម្បីឲ្យវាតាក់ទាញតាក់ភ្នែកពេលខ្លះទៅបីយើងធ្វើការ design ដូចគេក៏ដោយប៉ុន្តែវាដូចគេទាំងស្រុងទេដោយសារគេការ design គឺលក្ខណៈថាបែប design ស្តៀងគ្នាអូខេនេះតោះមកយើងព្រៀងទុកអូខេអូខេនេះខ្ញុំបានគិតខ្លះៗនេះគឺជាផ្លាត់ហ្នឹងសម្រាប់ដាក់រូបរបស់ខ្ញុំចំណុចឯផ្លាត់ហ្នឹងគឺយើងដាក់អក្សរក៏ដូចជា design ផ្សេងៗហើយហ្នឹងយើងមិនសូវធ្វើបានដោយសារតែ page cover របស់យើងគឺដាក់ទៅបានកន្លែងហ្នឹងអញ្ចឹងយើងអាចដាក់បានដើម្បីវាយើងដាក់បានហើយចឹងដាក់អញអញ្ចឹងយើងមិនដាក់ក្បាច់ដាក់បានទៅលើយើងអូខេចំណុចបន្ទាប់ទៀតគឺយើង research តាក់ទងពី size នៃ cover បើសិនតែយើងអត់ដឹង size នៃ cover ពេលខ្លះយើង design ទៅវាអាចធ្វើឲ្យ cover របស់យើងលក្ខណៈថាដាច់អញ្ចឹងវាអត់ស្អាតវាមើលទៅវាលក្ខណៈថាវាបាត់ណាអញ្ចឹងយើងទៅ research មើល size របស់គ្នាអូខេយើងបាន cover size អីហើយអញ្ចឹងយើង copy រូបភាពមកដើម្បីទុកអញ្ចឹងអ្នកទាំងគ្នារកទៅព្យាយាមមើល size ណាដែលយើងគិតថាត្រូវអូខេយើងធ្វើទៅដើម្បីឲ្យវា fit ជាមួយនឹងposter ក៏ដូចជា cover របស់យើងដែលយើងធ្វើសម្រាប់ដាក់ page ខណៈតែវាអត់ fit វាធ្វើឲ្យ cover របស់យើងដាច់អញ្ចឹងវាអត់ស្អាតទេ1644គុណឲ្យ856 pixel អូខេអញ្ចឹងយើងចូលទៅក្នុង Photoshop អញ្ចឹងតោះយើងចាប់ផ្ដើម design ដល់គ្នាបន្ទាប់ពីយើង research ហើយយើងបានគំនិតខ្លះៗមកអញ្ចឹងយើងយកទៅបំបែកទាំងគ្នាថាតើវាចេញ design មកបែបម៉េចបើសិនតែចេញ design ស្អាតអូខេយើងនឹងយកតែបើអត់ស្អាតទេយើងនឹងកែទៀត graphic design គឺមានតែប៉ុណ្្នឹង graphic design សំខាន់បំផុតគឺធ្វើឲ្យតាក់ផ្នែកអតិថិជនធ្វើឲ្យគេមើលទៅលក្ខណៈថា clean ហើយមើលទៅជាក់ភ្នែកមើលហើយចង់មើលទៀតណាមិនលក្ខណៈថារូបភាពដែរមិនតែរូបភាពបែបមានជីវិតអូខេតោះអូខេបន្តទៀតគឺយើងចាប់ផ្ដើមចូលទៅក្នុង new file តើមកយើងដាក់ឈ្មោះ cover របស់យើងជាថា cover page ទៅអូខេជាថា cover page តើមកយើងកំណត់នេះយើងកំណត់ដែលយើងបាន research មិញគឺ1640គុណឲ្យ856នេះផ្ដេកហើយយើងរើស pixel មកអូខេយើងចុច create ទៅវាបង្កើតផ្ទាំងការងារយើងហើយយើង control 0ទៅដើម្បីវាស្មើផ្ទាំងការងាររបស់យើងទៅមុខយើងដាក់ line ន័យថាដាក់បន្ទាត់អូខេយើងបង្កើតបន្ទាត់1សិនមកដើម្បីឲ្យវាស្មើដល់ពេលយើង design ទៅវាស្អាតអូខេយើងជ្រើស cursor បានពណ៌បានសាច់យើងជាដំបូងអូខេយើងបង្កើត layer មួយមកគឺតើតនឹង color ដែលយើងស្រឡាញ់អូខេចង់ដាក់ពណ៌មាសពណ៌រៀងបែបស្រាលតើមកយើងគូ shape បាន2មក
ok tao người tao cái này okបន្ទាប់ទៀតគឺយើងត្រូវមើលពីកម្រាស់នៃការដាក់កម្រាស់របស់យើងទៅយើងដាក់មិនឲ្យស្អាតទៅតាក់ទាញអញ្ចឹងអាហ្នឹងវាក្រាស់ពេកវាថាវាក្រាស់រហូតទៅយើងមើលទៅអត់ស្អាតអញ្ចឹងខ្ញុំដកឃ្លីបវាបន្តិចមកខ្ញុំគូ set មួយដើម្បីជា style ខ្ញុំដូរ stroke vision ឲ្យវាឆ្នោតទៅមកខ្ញុំដាក់ stroke វា10ទៅមកខ្ញុំគូវាឲ្យចុច 10ខ្ញុំដូរ stroke វាដាក់ពណ៌អូខេទៅមកខ្ញុំដាក់ social media ចូលមានតែ platform នៃ social media ដែលយើងយីរុំគឺ cover ខ្ញុំធ្វើបែប real សាមញ្ញអត់សូវ detail ច្រើនទេdesign ពេលខ្លះយើងមើលទៅស្អាតតែគេមើលទៅអត់ស្អាតទេវាយើងគំនិតការគិតរបស់យើងខុសគ្នាអញ្ចឹងតែពេលដែលយើងមើលទៅវាតំណងតែគេមើលទៅអត់តំណងពេលខ្លះគេមើលទៅថាស្អាតតែយើងមើលទៅថាអត់ស្អាតទេ design មានតែប៉ុណ្្នឹងអញ្ចឹង design បើមិនកែមិនឈ្មោះថា design ទេពេលច្រើនគឺយើងកែនោះសម្រាប់ខ្ញុំតែបើអ្នកផ្សេងមិនដឹងទេទូទៅ design គឺសិស្សតែកែទាំងអស់អានឹងគឺ social media platform